តើកុំព្យូទ័ររបស់អ្នកឬក៏ Windows របស់អ្នកបើកយឺតមែនទេថ្ងៃនេះខ្ញុំនឹងបង្ហាញ5វិធីដែលធ្វើឲ្យវាឡើងលឿនជាងមុនដោយមិនចាំបាច់ចំណាយលុយអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកចែករំលែកអ្នកនរគ្នាអំពីរបៀបធ្វើឲ្យWindows របស់យើងដើរបានលឿនជាងមុនជាដំបូងអ្នកនរគ្នាចូលទៅបិទ Start Up App អញ្ចឹងដើម្បីចូលទៅបិទ Start Up App វិធីទី1នេះគឺយើងត្រូវចូលមកកាន់Task Manager អញ្ចឹងបើសិនជាកុំព្យូទ័ររបស់អ្នកមានស្រាប់អ្នកនឹងចុចលើអារូបនេះមកប៉ុន្តែបើយើងមាននេះយើងចូលកន្លែង Search ហើយយើងបើកពាក្យថា Task Manager TASK MANGER នេះបាទចុចបើកទៅវាមកបន្ទាប់មកយើងឃើញថាកុំព្យូទ័ររបស់យើងនេះវាមានបើកកម្មវិធីខ្លះដែលយើងមិនបានប្រើប៉ុន្តែវាបើកចោលអញ្ចឹងអាកន្លែងណាដែលមានពាក្យ Decibel អ្នកឲ្យចុចមកស្ដាំយើងពាក្យ Enable ទាំងអស់មកបាទយើងពាក្យ Enable បាទអញ្ចឹងពេលដែលយើងបិទទៅវាធ្វើឲ្យកុំព្យូទ័ររបស់យើងមានដើរបានលឿនជាងមុនមួយផ្នែកដែរអញ្ចឹងពេលដែលយើងបើក Enable ទាំងអស់ហើយអាហ្នឹងគឺជាសម្រាប់វិធីទី1វិធីទី2អ្នកនរគ្នាចូលមកលុប temporary file បានថា file ដែលអត់ប្រយោជន៍ចោលដែលយើងបាន download ឬក៏មិនបានទេប៉ុន្តែយើងចូល link ចូល search ចូលយើងទៅវាចេះចូលមកប្រដាស់អញ្ចឹងអ្នកនេះចូលមកកាន់ key window អញ្ចឹងអ្នកនេះគួរតែចុចសញ្ញា key window នៅអក្សរហើយអ្នកវាយពាក្យថាCEMP 100មកហើយចុច enter ចុច OK មកអានេះគឺជា file ដែលអត់ប្រយោជន៍តែវាចូលមកតែមិនបានការអញ្ចឹងនេះចុច Ctrl A ទៅមកនេះចុចលុបចោលទាំងអស់ទៅដល់ស្ដាប់មួយយកពាក្យថា delete ទៅអញ្ចឹងវាកំពុងតែធ្វើការលុប file អត់ប្រយោជន៍ចោលហើយបាទមួយវិញទៀតវិធីនឹងដែរចុច keyword ដដែលហើយយើងវាយពាក្យ hand ដែរប៉ុន្តែយើងលុបសញ្ញាភាគរយទាំងមុខទាំងក្រោយចេញលុបសញ្ញាភាគរយទាំងមុខទាំងក្រោយចេញចុច OK មកបាទគឺជា file អត់ប្រយោជន៍មួយទៀតដែលយើងត្រូវលុបចោលដែរអញ្ចឹងចុច Ctrl A វិញមកស្ដាំហើយពីថា delete skip បាទអញ្ចឹងនេះគឺជាលុប file អត់ប្រយោជន៍ចោលវិធីទី3អ្នកនរគ្នាចូលមក update window ឬក៏យើងហៅ update driver អញ្ចឹងដើម្បីចូលមក update driver អ្នកនរគ្នាចូលមកកាន់ setting បាទចូលសញ្ញាចុចសញ្ញា key start នេះមកហើយវាថា setting បងអ្នកមានយកពាក្យថា update and security បាទចុចលើវាមកអញ្ចឹងបើសិនជាកុំព្យូទ័រដែលវាមានផ្ទាំងឲ្យទៅ update យើងចុច update ប៉ុន្តែវាអត់ទេយើងមក update ទេឥឡូវ check for update អញ្ចឹងបើសិនជាវាមាន update អ្នកនរនេះចុចពាក្យ update ទៅយើងធ្វើឲ្យកុំព្យូទ័ររបស់យើងដើរបានលឿនឬក៏ Windows របស់យើងដើរបានលឿនជាងមុនទៀតអានេះគេថា update driver បាទហើយវិធីទី3គឺយើងចូលមក scan virus អញ្ចឹងដើម្បី scan virus ចូល setting ដដែលបាទចូល setting ដដែលប៉ុន្តែអ្នកនរនេះយកពាក្យថា update and windows យកពាក្យថា windows security ហើយនេះយកពាក្យថា virus threat and protection បាទហើយបន្ទាប់មកអ្នកនេះជាពាក្យ quick scan អញ្ចឹងដើម្បី scan virus អញ្ចឹងនៅពេលដែលវា scan ចប់វាចំណាយពេលតែ1នាទី27 នាទីហ្នឹងវាចប់អញ្ចឹងវានឹងក៏អាចធ្វើឲ្យ Windows របស់យើងដើរបានទៅជាមិនដែរវិធីទី5ដែរជាវិធីចុងក្រោយនោះអ្នកនរគ្នាត្រូវពិនិត្យលើមើលម៉ាស៊ីនកុំព្យូទ័ររបស់យើងតើវានៅប្រើ hard disk ឬក៏យើងនៅប្រើ SSD អញ្ចឹងបើសិនយើងនៅប្រើ hard disk ទេយើងគួរតែទៅបដូរពី hard disk ទៅ SSD ឬក៏ M2 តែម្ដងទៅព្រោះក្នុងឆ្នាំ2021នេះភាគច្រើនគឺកុំព្យូទ័រប្រើ SSD ឬក៏ប្រើ M-SATA ឬក៏យើងប្រើ M2 ក៏បានដែរអញ្ចឹងធ្វើឲ្យ Windows របស់យើងដើរបានលឿនជាងមុនអញ្ចឹង Windows របស់ខ្ញុំមានតែប៉ុណ្្នឹងទេបើសិនអ្នកទាំងអស់គ្នាពេញចិត្តកុំភ្លេចជួយ Subscribe និង Like Channel របស់ខ្ញុំផងដើម្បីទទួលបាននៅចំណុចថ្មីៗអំពីបច្ចេកវិទ្យាបាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបាទសូមអរគុណ